បាទសួស្តីពុកម៉ែបងប្អូនមកដែលចង់ញ៉ាំសាគូញៀនអាចកំងបានមានលក់រាល់ថ្ងៃបងប្អូនណាហើយជាមុខម្ហូបដែលថ្មីដែលបងប្អូនខ្លះក៏មិនទាន់បានស្គាល់បងប្អូនខ្លះហើយក៏បានស្គាល់ដែរព្រោះថាទីតុកចាស់ខ្ញុំខូចបងប្អូនចឹងហើយបងប្អូនដែលអត់បានឃើញខ្ញុំផុសហើយរយៈហ្នឹងគឺសារទីតុកខ្ញុំខូចឥឡូវទីតុកថ្មីខ្ញុំបានធ្វើវិញហើយក៏រៀងដើរគ្រាន់មកវិញដែរចឹងបងប្អូនដែលចង់តាមដានមុខម្ហូបប្រចាំហាងខ្ញុំអាចជួយ follow នឹងឲ្យបេះដូងជួយ share ម្នាក់មួយណាបងប្អូនណាភាសាចង់ឲ្យបងប្អូនយើងឆាប់បានឃើញវិញបាទគាត់មួយក៏សួរបងដែរបានឃើញផុសឲ្យលក់សោះឥឡូវតែពិតផុសរាល់ថ្ងៃទេគាត់ថាបងអត់បានដឹង account ថ្មីខ្ញុំ account ចាស់ខ្ញុំត្រូវបានគេ ban មកឲ្យបងប្អូនមកអញ្ចឹងជួយ follow នឹងឲ្យបេះដូងម្នាក់មួយផងបងប្អូនមកហើយចង់ញ៉ាំសាគូញៀនគឺខ្ញុំមានលក់រាល់ថ្ងៃបងប្អូនណាសម្រាប់បងប្អូននៅខាងចំការដូងហ្នឹងគឺពួកខ្ញុំព្រីសេវាដឹកបាទតែបងប្អូននៅឆ្ងាយគឺបងប្អូនត្រូវចេញសេវាខ្លួនឯងអញ្ចឹងណាអញ្ចឹងបងប្អូនដឹងហើយមុខម្ហូបមួយនេះគឺប្លែកថ្មីហើយនិយាយវាសាច់ស្រស់ញញឹមគេដាក់មួយម៉ាត់ចូលទឹកខ្ទិះមកហឹលហោះជូរអែមហឹលយ៉ាងទឹកត្រីវាជាប្រភេទទឹកត្រីមួយដែលឆ្ងាញ់ហ្មងបងប្អូនខ្ញុំធានាជូនថាបងប្អូនអត់សូវធ្លាប់បានញ៉ាំទឹកត្រីប្រភេទហ្នឹងទេបាទគឺដាក់មួយម៉ាត់ចូលទៅអែមណាស់បើបានផឹកជាមួយវិញ្ញាតិចហ្នឹងរឹតតែអែមទេបងប្អូនបាទគឺត្រូវគ្នាខ្លាំងណាស់បាទនិយាយថាបើតែបានដាក់មួយអាជាក់ហ្នឹងអែមខ្លាំងណា